គោរពជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះតនេះអត់មានភ្ញៀវដើរយើងនៅជួយលក់កាហ្វេកំពុនហើយមុនកាយឆាយឲ្យភ្ញៀវយើងត្រូវតេស្តកាហ្វេខ្លួនឯងសិនថាតើកាហ្វេយើងរសជាតិមិនដែរនៅឆ្ងាញ់ដូចរាល់ដងអត់តែពូកងអមមិនចេះតែរត់លមណានៅចេះឆុងកាហ្វេខ្លួនឯងយើងត្រូវមានជំនាញអីផ្សេងមួយក្រៅពីជំនាញយើងមានជំនាញ2 3គឺល្អហើយជួយចិត្តណាកាហ្វេឡាតេតែពីមុនជួយចិត្តឡាតេមានស្ករតែឥឡូវយើងបន្ថយស្ករយើងឈប់ញ៉ាំស្ករហើយយើងផឹកកាហ្វេអត់ស្ករវិញហើយរាល់ថ្ងៃបើអត់បានកាហ្វេមួយកែវដូចរៀងធេងដូចខ្វះអ្វីម្យ៉ាងតើតែអ្នកចេះញ៉ាំកាហ្វេដូចគ្នាទើបយល់អារម្មណ៍មួយហ្នឹងតែយើងបានកាហ្វេមួយកែវទៅស្វាងចេះតែយើងមានកម្លាំងទៅរកភ្ញៀវនិងដឹកភ្ញៀវតទៀតទៅ